ព្រះបរមរាជវាំងកម្ពុជាមានឈ្មោះពេញលេញថាក្រុងចៅមុខមង្គលសកកម្ពុជាធិបតីសិរីធោវអិនបាត់បុរីរដ្ឋរាជសីមាមហានគរព្រះបរមរាជវាំងជាទីតាំងដែលព្រះមហាក្សត្រខ្មែរនិងព្រះមហាក្សត្រីជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ប្រថាប់នៅព្រះបរមរាជវាំងកម្ពុជាចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ1866ហើយត្រូវបានបញ្ចប់និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី14ខែកុម្ភៈឆ្នាំ1870ក្នុងរាជ្យព្រះបាទនរោត្តមព្រះបរមរាជវាំងនៅភ្នំពេញអាចជាការពិពណ៌នាដ៏ស្រស់ស្អាតអំពីស្ថាបត្យកម្មប្រវត្តិសាស្ត្រនិងសារៈសំខាន់វប្បធម៌របស់វាសូមស្វាគមន៍មកកាន់ព្រះបរមរាជវាំងតែស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញសំណង់ដ៏អស្ចារ្យនេះគឺជាតំណាងរបស់ភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរនិងជាទីស្នាក់ការផ្លូវការរបស់ព្រះមហាក្សត្រកម្ពុជាព្រះបរមរាជវាំងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ1866នៅរាជព្រះបាទនរោត្តមសំណង់នេះគឺជាការបញ្ចូលគ្នារវាងស្ថាបត្យកម្មបុរាណនិងទំនើបដែលបង្ហាញពីភាពអស្ចារ្យនៃវប្បធម៌ខ្មែរព្រះបរមរាជវាំងគឺជាកន្លែងដែលព្រះមហាក្សត្រកម្ពុជាទ្រង់ធ្វើព្រះរាជកិច្ចផ្លូវការនិងជាកន្លែងដែលព្រះអង្គទ្រង់គង់នៅសំណង់នេះគឺជាកន្លែងដែលបង្ហាញពីភាពអស្ចារ្យនៃវប្បធម៌ខ្មែរនិងជាកន្លែងដែលប្រជាជនកម្ពុជាអាចមកទស្សនាបានព្រះបរមរាជវាំងគឺជាកន្លែងដែលព្រះមហាក្សត្រកម្ពុជាទ្រង់ធ្វើព្រះរាជកិច្ចផ្លូវការនិងជាកន្លែងដែលព្រះអង្គទ្រង់គង់នៅសំណង់នេះគឺជាកន្លែងដែលបង្ហាញពីភាពអស្ចារ្យនៃវប្បធម៌ខ្មែរនិងជាកន្លែងដែលប្រជាជនកម្ពុជាអាចមកទស្សនាបានព្រះបរមរាជវាំងគឺជានិមិត្តរូបនៃអធិបតេយ្យភាពនិងឯករាជ្យភាពរបស់កម្ពុជាវាក៏ជាកន្លែងដែលធ្វើពិធីរាជការសំខាន់ដូចជាពិធីរាជាភិសេកនិងពិធីទទួលភ្ញៀវជាតិដ៏ខ្ពង់ខ្ពស់ព្រះបរមរាជវាំងត្រូវបានជួសជុលនិងអភិរក្សជាច្រើនដងតាមរយៈកាលៈទេសៈនៅសម័យអាណានិគមបារាំងនិងក្រោយឯករាជ្យព្រះបរមរាជវាំងត្រូវបានជួសជុលឡើងវិញដើម្បីរក្សាស្ថាបត្យកម្មដើមរបស់វាសព្វថ្ងៃព្រះបរមរាជវាំងគឺជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសវាក៏ជាកន្លែងដែលប្រជាជនកម្ពុជាអាចមកទស្សនាដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌របស់ជាតិព្រះបរមរាជវាំងចតុមុខគឺជាកន្លែងដែលបង្ហាញពីភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរនិងជានិមិត្តរូបនៃភាពរុងរឿងរបស់ប្រទេសកម្ពុជាសូមអញ្ជើញទៅទស្សនាព្រះបរមរាជវាំងកុំបីខាន